ម៉ែបងប្អូនអរគ្នាឥឡូវនេះយើងមកដល់ជាមួយនឹង Villa King របស់យើងហើយអាយយស្អាតមែនទែនគ្រប់នឹងជម្រាបសួរពុកម៉ែបងប្អូនអរគ្នាខ្ញុំបាទ MC ផងបានមកដល់ជាមួយនឹងទីតាំងរបស់យើងមួយកន្លែងទៀតហើយជាមួយនឹងក្រុមហ៊ុន Home Design របស់យើងក៏ដូចជាផ្ទះអតិថិជនរបស់យើងផ្ទាល់តែម្ដងដែលគាត់រស់នៅក្នុងបរិយាពេញវុតផ្លូវ50ម៉ែត្រផ្ទាល់នេះតែម្ដងនេះគឺជា Villa King A ឥឡូវនេះកុំឲ្យពុកម៉ែបងប្អូនតឹងរង់ចាំយូរយើងទៅទស្សនានៅទិដ្ឋភាពនៅខាងក្នុងផ្ទះថាតើនៅក្នុងផ្ទះរបស់យើងមានភាពស្រស់ស្អាតនិងតាក់ទាញដល់កម្រិតណាទៅទស្សនាជាមួយនឹងខ្ញុំបានទាំងអស់គ្នាតោះពុកម៉ែបងប្អូនទាំងអស់គ្នាយើងចូលទៅក្នុងវីឡាដ៏ស្កឹមស្កៃរបស់យើងទាំងអស់គ្នាវ៉ាវស្អាតមែនទែនទៅលើការដេគ័រជញ្ជាំងក៏ដូចជាកន្លែងដាក់ទូរទស្សន៍ដ៏ស្រស់ស្អាតធំទូលាយហើយជាពិសេសនៅខាងក្រោមបាទកន្លែងដាក់ទូរទស្សន៍ហ្នឹងយើងមានជាមួយនឹងថតដាក់សម្ភារៈផ្សេងបានថែមទៀតផងដែរអ្វីដែលពិសេសបន្ថែមទៀតយើងមានជាមួយនឹងប្រភេទទ្វារបង្អួចកញ្ចក់ដែលយើងអាចមើលឃើញទិដ្ឋភាពនៅខាងក្រៅផ្ទះបានច្បាស់ល្អផងដែរកាន់តែពិសេសបន្ថែមទៀតជាមួយនឹងការដេគ័រនៅរូបភាព 3D ដែលជាប្រភេទរូបភាពបាទ 3D ច្បាស់ល្អដែលជាប្រភេទ modern ក៏ដូចជាលាយ classic ផងដែរហើយនៅតាមជាមួយនឹងជញ្ជាំងមានការរចនាម៉ូដប្លែកពិតជាស្រស់ស្អាតមែនទែនជាពិសេសជាមួយនឹងប្រភេទរូបភាព 3D រូបផ្សេងនេះតែម្ដងស្អាតមែនទែនហើយកន្លែងនេះយើងអាចដាក់ជាមួយនឹងជំនាងផ្ទះឬក៏ថូផ្កាធំនៅចំកណ្ដាលផ្ទះរបស់យើងបានផងដែរឥឡូវយើងចូលទៅម្ដងខាងក្នុងនេះវិញម្ដងវ៉ាវស្អាតមែនទែនជាមួយនឹងការរចនាម៉ូដកន្លែងលាងដៃដ៏ស្រស់ស្អាតមានជាមួយនឹងទូតាំងស្រាយើងអាចតាំងប្រភេទស្រាក៏បានរបស់របរអីក៏បានដែរហើយយើងមានជាមួយនឹងម៉ូដជញ្ជាំងរបស់យើងដែលមានការច្នៃម៉ូដយ៉ាងស្រស់ស្អាតអ្វីដែលស្រស់ស្អាតបន្ថែមទៀតជាមួយនឹងទូដាក់សម្ភារៈផ្ទះបាយគឺមានការរៀបចំដ៏មានសណ្ដាប់ធ្នាប់ដែលមានធ្នើថ្នាក់ហើយមានជាមួយនឹងភ្លើងបំភ្លឺប្រភេទទូរបស់យើងមានទាំងប្រភេទថតដែលមានថតហើយមានជាមួយនឹងប្រភេទបាទទ្វារកញ្ចក់បិទបើកដែលយើងអាចមើលឃើញចានឆ្នាំងរបស់យើងបានច្បាស់ល្អហើយក៏អាចដាក់សម្ភារៈបានច្រើនផងដែរពិតជាស្រស់ស្អាតមែនទែនជាមួយនឹងផ្ទះបាយនេះពុកម៉ែបងប្អូនមិញនេះពុកម៉ែបងប្អូនបានទស្សនាជាមួយនឹងជាន់ផ្ទាល់ដីរបស់យើងហើយឃើញថាមានភាពស្រស់ស្អាតមែនទែនឥឡូវនេះយើងមកដល់ជាមួយនឹងជាន់ទី1របស់យើងម្ដងថាតើនៅក្នុងជាន់ទី1របស់យើងតាមបន្ទប់នីមួយៗមានភាពស្រស់ស្អាតនិងតាក់ទាញដល់កម្រិតណាឥឡូវនេះចូលទៅក្នុងបន្ទប់ទស្សនាទាំងអស់គ្នាវ៉ាវពិតជាស្រស់ស្អាតមែនទែនជាមួយនឹងបន្ទប់មេគ្រួសារដែលមានជាមួយនឹងកន្លែងដាក់ទូរទស្សន៍ធំទូលាយមានជាមួយនឹងថតដាក់តាំងរបស់ផ្សេងហើយពិសេសបន្ថែមទៀតតោះចូលទៅមើលខាងក្នុងជាមួយនឹងខ្ញុំទាំងអស់គ្នាជាមួយនឹងបន្ទប់មេគ្រួសាររបស់យើងក៏មានជាមួយនឹងទូតាំងគ្រឿងអលង្ការក៏ដូចជាវត្ថុមានតម្លៃផ្សេងក៏ដូចជាប្រភេទកាបូបដែលយើងត្រូវទៅញ៉ាំការអីចឹងយើងត្រូវតាំងឲ្យមានរបៀបរៀបរយនៅក្នុងបន្ទប់របស់យើងដែលមានទាំងប្រភេទទូដាក់សម្ភារៈទូដាក់សម្លៀកបំពាក់ដែលព័ទ្ធជុំវិញជាមួយនឹងប្រភេទទូនេះតែម្ដងជាពិសេសមានកញ្ចក់ឆ្លុះមុខដ៏ធំមួយសម្រាប់បងប្អូនសុភាពនារីគាត់នឹងឃើញហើយស្រឡាញ់ពេញចិត្តតែម្ដងជាមួយនឹងប្រភេទទូរបស់យើងនេះដែលយើងអាចដាក់គ្រឿងអលង្ការបានច្រើនគ្រប់មុខហើយមានថតជាច្រើនថតងាយស្រួលជាមួយនឹងការដាក់គ្រឿងអលង្ការក៏ដូចជាវត្ថុដ៏មានតម្លៃផ្សេងនៅក្នុងប្រភេទទូរបស់យើងនេះផងដែរបងប្អូនសុភាពនារីគាត់នឹងឃើញហើយស្រឡាញ់ពេញចិត្តតែម្ដងប្រភេទទូរបៀបនេះដែលមានការច្នៃម៉ូដយ៉ាងពិសេសតែម្ដងឥឡូវនេះយើងចេញពីបន្ទប់ដាក់គ្រឿងអលង្ការយើងចូលមកដល់បន្ទប់ដ៏ស្រស់ស្អាតនេះវិញដែលមានការរចនាម៉ូដស្រស់ស្អាតមែនទែនអមជាមួយនឹងបង្អួចកញ្ចក់ដែលយើងអាចមើលឃើញទិដ្ឋភាពនៅខាងក្រៅច្បាស់បានល្អផងដែរជាមួយនឹងការរចនាម៉ូដដេគ័រក្បាលគ្រែដែលមានភាពស្រស់ស្អាតដែលលាយបញ្ចូលគ្នាជាមួយនឹងអេប៉ុងក៏ដូចជាជាមួយនឹងដែកអ៊ីណុកនិងប្រភេទកញ្ចក់ផងដែរបើសិនជាលោកអ្នកបានទស្សនាដោយផ្ទាល់ដូចខ្ញុំពិតជាមានអារម្មណ៍ថាស្រស់ស្អាតខ្លាំងមែនទែនជាមួយនឹងការរចនាម៉ូដទៅតាមផ្នែកនីមួយៗនៅក្នុងបន្ទប់របស់យើងឥឡូវនេះយើងចូលមកដល់ជាមួយនឹងបន្ទប់ដាក់គ្រឿងអលង្ការមួយទៀតផងដែរដែលមានការរចនាម៉ូដស្អាតប្លែកដែលអមទៅដោយទូកញ្ចក់ព័ទ្ធជុំវិញនិងមានជាមួយនឹងទូដាក់គ្រឿងអលង្ការនៅចំកណ្ដាលផងដែរពិសេសបន្ថែមទៀតនោះជាមួយនឹងតុសម្អាងដែលតុសម្អាងរបស់យើងមានជាលក្ខណៈមានកញ្ចក់ស្រស់ស្អាតនិងមានជាមួយនឹងប្រភេទថតជាច្រើនថតដែលមានការរចនាម៉ូដស្អាតប្លែកដែលយើងអាចដាក់តាំងរបស់របរផ្សេងក៏ដូចជាវត្ថុដ៏មានតម្លៃផ្សេងនៅជាមួយនឹងប្រភេទទូនីមួយបានតោះទៅមើលបន្ទប់មួយទៀត
ឥឡូវនេះយើងចេញពីបន្ទប់ដាក់គ្រឿងអលង្ការយើងចូលមកដល់បន្ទប់កូនប្រុសវិញដែលមានការរចនាម៉ូដយ៉ាងស្រស់ស្អាតទៅតាមម៉ូដនីមួយៗប្លែកៗពីគ្នាជាពិសេសជាមួយនឹងម៉ូដដេគ័រក្បាលគ្រែដែលមានការរចនាម៉ូដស្អាតប្លែកៗពីគ្នាផងដែរហើយកាន់តែពិសេសនោះគឺកន្លែងដាក់ទូរទស្សន៍គឺធំទូលាយហើយជាពិសេសនោះគឺតុសំអាងដែលមានការរចនាម៉ូដយ៉ាងស្រស់ស្អាតជាមួយនឹងអំពូលអមជុំវិញកញ្ចក់ដែលអាចចុចបដូរពណ៌បានហើយសម្រាប់ម៉ូដទូដាក់សម្លៀកបំពាក់វិញម៉ូដផ្សេងគ្នាពិតជាស្រស់ស្អាតមែនទែនសម្រាប់ម៉ូដនីមួយៗគាត់តែឃើញហើយគួរឲ្យចង់រស់នៅមែនទែនមុននេះពុកម៉ែបងប្អូនបានទស្សនាជាមួយនឹងទស្សនវិជ្ជានៅក្នុងវិឡារបស់យើងទាំងជាន់ទី1ក៏ដូចជាជាន់ផ្ទាល់ដីរួចមកហើយពុកម៉ែបងប្អូនកំពុងតែទស្សនាមួយចាំជាមួយនឹងជាន់ទី2របស់យើងហើយមែនអត់ថាតើជាន់ទី2មានភាពស្រស់ស្អាតនិងទាក់ទាញដល់កម្រិតណាឡើងទៅទស្សនាជាមួយនឹងជាន់ទី2ជាមួយនឹងខ្ញុំបាទទាំងអស់គ្នាឥឡូវនេះខ្ញុំកំពុងតែឡើងមកជាន់ទី2របស់យើងហើយវ៉ាវជាន់ទី2ក៏មិនធម្មតាដែរដែលមានការរចនាម៉ូដនៅខាងមុខបន្ទប់ធំទូលាយដែលយើងអាចតាំងជារបស់របរផ្សេងថូផ្កាឬក៏វត្ថុអនុស្សាវរីយ៍ផ្សេងនៅតាមថតផងដែរតោះឥឡូវចូលទៅក្នុងបន្ទប់កូនស្រីរបស់យើងវិញម្ដងវ៉ាវពិតជាស្អាតមិនចាញ់ជាន់ក្រោមប្រមាណទេជាមួយនឹងការរចនាម៉ូដទាំងកន្លែងដាក់ទូរទស្សន៍ធំទូលាយទាំងម៉ូដនីមួយមើលទៅប្លែកគួរឲ្យទាក់ភ្នែកមែនទែនទាំងប្រភេទទូដាក់សម្ភារៈក៏ដូចជាទូដាក់សម្លៀកបំពាក់មើលទៅពិតជាស្រស់ស្អាតមែនទែនហើយជាពិសេសនោះគឺម៉ូដតុសំអាងដែលមានការរចនាម៉ូដយ៉ាងស្រស់ស្អាតជាមួយនឹងប្រភេទកញ្ចក់និងអំពូលភ្លើងអមជុំវិញហើយពិតជាស្អាតបន្ថែមទៀតជាមួយនឹងទូនីមួយដែលមានការច្នៃម៉ូដប្លែកហើយមានអំពូលភ្លើងនៅពីក្នុងដែលធ្វើឲ្យយើងមើលទៅភ្លឺចេញពីខាងក្នុងសម្រាប់ជាមួយនឹងទូដាក់សម្លៀកបំពាក់ក៏ដូចជាប្រភេទទូយើងអាចដាក់សម្ភារៈផ្សេងបានផងដែរជាពិសេសនោះគឺជាមួយនឹងការដេគ័រទៅលើតុសំអាងដែលមានជាមួយនឹងប្រភេទកញ្ចក់ហើយពន្លឺជាមួយនឹងភ្លើងអមសងខាងមើលទៅមានភាពស្រស់ស្អាតខ្លាំងមែនទែនទាំងប្រភេទជាមួយនឹងការដេគ័រក្បាលគ្រែដែលមានការរចនាម៉ូដប្លែកពីគ្នាទាំងប្រភេទជាមួយនឹងការរចនាម៉ូដនៅតាមជញ្ជាំងនីមួយដែលមើលទៅភ្លឺផ្លេកនៅពេលដែលយើងបើកភ្លើងនៅពេលយប់គួរឲ្យមានអារម្មណ៍តាក់ទាញមែនទែនទាំងកន្លែងតាំងរបស់របរផ្សេងទាំងជាមួយនឹងកន្លែងដាក់ទូរទស្សន៍ទាំងជាមួយនឹងទូតាំងសម្ភារៈផ្សេងផងដែរដែលមើលទៅមានអារម្មណ៍ថាស្រស់ស្អាតខ្លាំងមែនទែនសម្រាប់ប្រភេទទូក៏ប្លែកពីគ្នាសម្រាប់ជាមួយនឹងកន្លែងតាំងទូរទស្សន៍ក៏ធំទូលាយហើយប្លែកពីគ្នាម៉ូដនីមួយគួរឲ្យចាប់អារម្មណ៍និងស្រស់ស្អាតប្លែកពីគ្នាជាពិសេសជាមួយនឹងការដេគ័រម៉ូដក្បាលគ្រែដែលមានការរចនាម៉ូដប្លែកពីគ្នាមើលទៅមានអារម្មណ៍ថាស្រស់ស្អាតគ្រប់បន្ទប់តែម្ដងទាំងកន្លែងជាមួយនឹងដាក់តាំងសម្ភារៈឬក៏ដូចជាវត្ថុអនុស្សាវរីយ៍ផ្សេងទាំងកន្លែងទូដាក់សម្ភារៈក៏ដូចជាម៉ូដការដេគ័រមួយមើលទៅមានអារម្មណ៍ថាស្អាតនិងប្លែកពីគ្នាជាមួយនឹងការរចនាម៉ូដបន្ទប់នីមួយតោះឥឡូវនេះយើងចូលទស្សនាជាមួយនឹងបន្ទប់មួយទៀតផងដែរជាមួយនឹងបន្ទប់នេះក៏កាន់តែស្រស់ស្អាតផងដែរជាមួយនឹងការដេគ័រម៉ូដក្បាលគ្រែដែលមានការរចនាម៉ូដយ៉ាងពិសេសហើយមើលទៅមិនសាំភ្នែកទេហើយក៏មានជាមួយនឹងប្រភេទទូដាក់សម្ភារៈយ៉ាងស្រស់ស្អាតមួយក្បែរទៅនឹងកន្លែងដាក់ទូរទស្សន៍ធំទូលាយហើយអមជាមួយនឹងប្រភេទតុសំអាងដែលមានជាមួយនឹងកញ្ចក់ហើយភ្លើងព័ទ្ធជុំវិញថែមទៀតផងពិតជាស្រស់ស្អាតមែនទែនជាពិសេសនោះជាមួយនឹងការដេគ័រនៅលើក្បាលគ្រែដែលមានការរចនាម៉ូដប្លែកពីគ្នាតាមបន្ទប់នីមួយមើលទៅស្រឡាញ់ពេញចិត្តគ្រប់បន្ទប់ទាំងជាមួយនឹងកន្លែងដាក់ទូរទស្សន៍ក៏ធំទូលាយនិងកន្លែងជាមួយនឹងទូតាំងសម្ភារៈផ្សេងក្រោយពីបានទស្សនាជាមួយនឹងវិឡាដ៏ស្កឹមស្កៃរបស់យើងតាំងពីជាន់ក្រោមរហូតដល់ជាន់ទី2របស់យើងហើយពុកម៉ែបងប្អូនឃើញថាចាប់អារម្មណ៍មែនទែនជាមួយនឹងបន្ទប់ក៏ដូចជាជាមួយនឹងការរចនាម៉ូដយ៉ាងស្រស់ស្អាតជាមួយនឹងការដេគ័រនៅក្នុងវិឡា King A នៅក្នុងបរិយាពេញហួតផ្លូវ50ម៉ែត្រតនេះតែម្ដងអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលចង់កែប្រែបន្ទប់របស់យើងឲ្យកាន់តែមានភាពស្រស់ស្អាតនិងទាក់ទាញកុំភ្លេចជាមួយនឹង Home Design មានទទួលរចនាប្លង់ដេគ័រ Interior ផ្ទះវិឡា Condo ក៏ដូចជាប្រភេទក្រុមហ៊ុនផ្សេង25ខេត្តក្រុងព័ត៌មានបន្ថែមលោកអ្នកអាចទំនាក់ទំនងតាមរយៈ Telegram ក៏ដូចជាលេខទូរស័ព្ទ087 8 48 និងមួយប្រព័ន្ធទៀត089 8 និង48ឬក៏អាចឆាតមកពេកផ្លូវការ Home Design ក៏បាន Home Design ទំនុកចិត្តរបស់លោកអ្នកបាយបាយ